បងហើយយើងថាសុកជាប់សង្គ្រាមយើងសច្ចាថាធ្វើបងប្អូននឹងគ្នាមិនហ្នឹងហើយចាំស្រុកសានត្រានចាំយើងធ្វើនេះបងអឿនគាត់ថាគាត់ដាក់គោមួយតែយើងឯកភាពអត់ឯកភាពតាឲ្យទៅស្រុកសានត្រានឥឡូវគោបងឯងប៉ុណ្ណាហើយបងគូឲ្យគេចំទៅធំអីតែណាឲ្យគេចាំពេលយើងត្រូវធ្វើមើមហូបដល់អញ្ចឹងពេចក៏ឲ្យមួយស្រុកសានត្រានអញ្ចឹងឲ្យសុកសានត្រានយើងធ្វើកម្មវិធីអបអរសាទរបងប្អូនយើងយកជ័យជំនះមែនទេបងហ្នឹងជប់លៀងឲ្យសុបាយចិត្តឲ្យសុបាយចិត្តឥឡូវមិនអាប់អួរផ្លូវចិត្តដែរបងមានទេយើងកតាបកិច្ចយើងត្រូវបំពេញអញ្ចឹងយើងអត់មានពេលវេលាដើម្បីស្បាយជុំបងប្អូនសុបាយឡើយបាទទេផងតាមានបាត់ផងតានេះបាទហើយបងឯងយើងសុបាយទៅខុសរឿងអ្ហ៎ណាតើបងឯងងើបឈរមួយនេះមកតំណាងបងប្អូនយើងទាំង3នេះមកមើលទេស្គាល់ទៅមកអូមកទេសភាពអស់តោះហ្មងទេសភាពស្រស់ស្រង់សែនមនោរម្យផ្ការីកជួបខ្ញុំប្អូនទី1ហ៎បងខ្ញុំទាលំអបងខ្ញុំប្អូនទី1បងទី2បងកដាលបងទី1មិនអូនឯងទី3អូនឯងទីបើប្អូនអូនពៅហ្នឹងទី3ទី2ទី1ណែឥឡូវបងទី1មានអីនិយាយខ្លះបងក៏សប្បាយចិត្តណាស់ដែលបានជួបជុំបងប្អូនប៉ុន្តែអ្វីដែលសប្បាយបំផុតយើងចង់បានសន្តិភាពពេលណាសន្តិភាពស្រុកយើងសានត្រានយើងបានជួបជុំគ្នានិយាយសប្បាយទាំងគ្រួសារបាទជួបជុំគ្នាយើងនិយាយឲ្យចេញអស់ពីដួងចិត្តបាទបងពីកៅបេះបងក៏សប្បាយចិត្តដែរបានជួបជុំបងប្អូនហ្នឹងហើយបានជួបជុំហ្នឹងហើយតែគាត់ថាมันសប្បាយខ្លាំងចាំមើលដល់សុខទេសយើងសានត្រានទៅអាហ្នឹងយើងជួបជុំគ្នាលក្ខណៈជាគ្រួសារហ្នឹងហើយជាគ្រួសារជាកូនជាចៅមកយើងពេលហ្នឹងយើងសប្បាយមិនសាទៀតហ្នឹងហើយប៉ុន្តែឃើញសប្បាយបំផុតជួបជុំគ្នាឥឡូវនេះយើងហូប7សិនដាក់អ្នកម៉ាត់ញោកខ្ញុំតែជូនដល់ស្គីអត់ទេបញ្ចេញណាស់ដែរបញ្ចេញណាស់ដែរជាតិហ្មងតែអូមកជួយណាជួយក្នុងណាំងាញ់ចេះបងណាគេថាខ្សែជីវិតវាមានជូរមានចត់មានលវិញហ្នឹងហើយមានជួបមានប្រប់អញ្ចឹងកុំតូចចិត្តបាយបេះណា3កង់ឲ្យស្មើគ្នាប៉ុន្តែចេះបងសុកសានប្រានខ្ញុំមកគ្រួសារបងឯងមកគ្រួសារទាំងអស់យើងទៅហូបស៊ុបនោះបងហ្នឹងហើយចង់ហូបស៊ុបហូបទៅបានដែរពេលហូបទៅសានត្រានហ្នឹងអរគុណហើយនេះនេះសិនមើលបងឯងអ្នកចែកនេះអូនឯងនេះពីរនាក់យើងមកបងហូប7មួយគ្នាមិនហូបទេនៅលើមានបងប្អូននេះមានអានេះឲ្យឆ្ងាញ់ជួបជុំបងប្អូនហ្នឹងហើយមកបងចូលរួមមកនេះឲ្យស្គាល់រសជាតិជូរសិនណាបងប្អូនស្គាល់ជូរសិនមកដល់ថាម្ដាយនេះចត់ឲ្យផ្អែមបាទហើយខ្ញុំដាក់មុនណាហ្នឹងហើយងប់ងាញ់ងប់ដល់អើយងាញ់ជូរម៉េះផ្អែមដល់បេះដូងវីតាមីន C នេះបានដឹងថាបងប្អូននេះបងប្អូនយើងចែកម្លែកនេះចូលរួមបងប្អូនមួយទៀតដែរបងហ្នឹងហើយបងប្អូនមួយទៀតចង់ពោលទេ7នេះ7ជូរមិន7ផ្អែមប៉ុន្តែធ្វើមកអត់ជូរធ្វើមកអត់ជូរបាទអរគុណមកអត់ជូរអត់កែដៃស្គួតគាត់មកអត់ជូរនេះអត់ជូរមកអត់ជូរទេបាទបងប្អូនជាប្រទេសនោះទឹកបឹងយើងសម្រាប់ទឹកបឹងបាទមើលដែលខ្ញុំទៅដាក់មងត្រីណាបងប្អូនហ្នឹងស្រស់ស្អាតណាបងប្អូនបើទេសុខទេសសានត្រានចាំយកត្រីមកប្រឡែងទៀតបាទថ្នាក់ដឹកនាំគាត់បើកឲ្យយកត្រីមកប្រឡែងឲ្យមកលេងដើម្បីការរំលឹកនិធាននឹងគឺថាពិតជាល្អបងប្អូនជុំវិញ
សម្បូរទៅដល់សម្រាប់ធម្មជាតិនិងព្រៃភ្នំ បាទ បាទ ចាំយើងយកត្រីមកលែងទៀត បាទ អរគុណ